សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យគណៈប្រតិភូព្រះរាជាណាចក្រកម្ពុជាគណៈប្រតិភូកម្ពុជានៅមហាសន្និបាតសហភាពអន្តរសភាលើកទី151 IPU បានសង្កេតឃើញតែហួសចិត្តយ៉ាងខ្លាំងដោយបណ្ដាញផ្សព្វផ្សាយព័ត៌មាន The Nation នៅថ្ងៃទី23 ខែតុលាឆ្នាំ2025នេះបានផ្សព្វផ្សាយដោយមិនចេះខ្មាស់អៀននៅព័ត៌មានភូតភរកុហកនិងបំភ្លៃការពិតការមិនយកចិត្តទុកដាក់និងប្រងើយកន្តើយចំពោះការពិតបែបនេះមានគោលបំណងធ្វើឲ្យខូចខាតយ៉ាងអយុត្តិធម៌ដល់កេរ្តិ៍ឈ្មោះនិងការបដិញ្ញាចិត្តយ៉ាងមុតមមរបស់កម្ពុជាចំពោះសន្តិភាពលើសពីនេះទង្វើអសិលធម៌បែបនេះបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការលើកកម្ពស់សន្តិភាពស្ថិរភាពនិងវិបលភាពដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រជាជនកម្ពុជានិងប្រជាជនថៃក្នុងនាមជាសមាជិកនៃក្រុមប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក APG កម្ពុជាត្រូវបានជ្រើសតាំងយ៉ាងត្រឹមត្រូវតាមការព្រមព្រៀងជាឯកច្ឆន្ទពីក្រុម APG ជាសមាជិកនៅក្នុងគណៈកម្មាធិការតាក់តែងសេចក្តីព្រៀងសេចក្តីសម្រេចចិត្តរួមជាមួយតំណាងម្នាក់ទៀតមកពីតំបន់កម្ពុជាមិនដែលព្យាយាមដកចេញមិនអើពើឬរើសអើងគណៈប្រតិភូណាមួយឡើយមិនថាមុនក្នុងអំឡុងពេលឬក្រោយពេលដែលកម្ពុជាបានទទួលការតែងតាំងនោះទេសមាជិកនៃគណៈកម្មាធិការតាក់តែងសេចក្តីព្រៀងសេចក្តីសម្រេចចិត្តរួមទាំងប្រធាននិងអ្នករាយការណ៍ត្រូវបានកំណត់តាមរយៈកិច្ចពិគ្រោះយោបល់រួមរវាងក្រុមភូមិសាស្ត្រនយោបាយទាំង6ក្រោមការត្រួតពិនិត្យរបស់ប្រធាននិងលេខាធិការដ្ឋានសហភាពអន្តរសភា IPU គោលបំណងរបស់កម្ពុជានៅក្នុងគណៈកម្មាធិការតាក់តែងគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងការព្រមព្រៀងជាឯកច្ឆន្ទលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននិងការឆបោកតាមអ៊ីនធឺណិតដែលប៉ះពាល់ដល់គ្រប់ប្រទេសទាំងអស់ដោយគ្មានលើកលែងគណៈប្រតិភូកម្ពុជាបានចូលរួមចំណែកដោយក្តីស្ថាបនាដើម្បីធានាថាសេចក្តីព្រៀងសេចក្តីសម្រេចចិត្តចុងក្រោយនិងឆ្លុះបញ្ចាំងពីលក្ខណៈនៃឧក្រិដ្ឋកម្មឆ្លងដែនលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាជាងការស្ដីបន្ទោសឬការចង្អុលមុខនិងលើកកម្ពស់គោលការណ៍ពហុភាគីនិយមនិងការជួយគ្នាទៅវិញទៅមកដោយស្របទៅតាមស្មារតីអាស៊ាននិងគុណតម្លៃរបស់ IPU កិច្ចសហការរបស់កម្ពុជាជាមួយដៃគូទាំងអស់រួមទាំងចិនថៃនិងប្រទេសសមាជិកគណៈកម្មាធិការដទៃទៀតគឺផ្អែកលើការគោរពគ្នាទៅវិញទៅមកនិងផលប្រយោជន៍រួមដើម្បីបង្កើតបាននូវសេចក្តីសម្រេចចិត្តមួយដែលប្រកបដោយតុល្យភាពនិងប្រសិទ្ធភាពជាមួយនឹងការចូលរួមប្រកបដោយក្តីស្ថាបនានិងសកម្មនៅក្នុងដំណើរការរៀបចំតាក់តែងសេចក្តីព្រៀងសេចក្តីសម្រេចចិត្តគណៈប្រតិភូកម្ពុជាបង្ហាញនូវមោទនភាពយ៉ាងពេញទំហឹងចំពោះសេចក្តីសម្រេចចិត្តថ្មីដែលបានអនុម័តដោយអង្គមហាសន្និបាតនៅថ្ងៃនេះដែលជាសមិទ្ធផលកើតចេញពីបញ្ញាញាណសមូហភាពកិច្ចសហប្រតិបត្តិការនិងការលះបង់រួមគ្នារបស់រដ្ឋសមាជិកទាំងអស់ដែលតំណាងនៅក្នុងគណៈកម្មាធិការតាក់តែងការអះអាងដែលថាគណៈប្រតិភូថៃត្រូវបានទម្លាក់ទៅតួនាទីជាទីប្រឹក្សាគឺជាការលើកឡើងមិនត្រឹមត្រូវនិងបង្កការភ័ន្តច្រឡំយោងតាមការអនុវត្តរបស់ IPU គណៈប្រតិភូម្ចាស់សំណើសេចក្តីសម្រេចចិត្តតែងតែត្រូវបានអញ្ជើញឲ្យចូលរួមចំណែកក្នុងដំណើរការតាក់តែងខ្លឹមសារប៉ុន្តែតួនាទីបោះឆ្នោតផ្លូវការរបស់ខ្លួននៅក្នុងគណៈកម្មាធិការតាក់តែងគឺអាស្រ័យលើការតែងតាំងរបស់ក្រមភូមិសាស្ត្រនយោបាយរបស់ខ្លួនការអនុវត្តដូចនេះធានាបាននូវការចូលរួមដោយសមធម៌ហើយត្រូវបានអនុវត្តយ៉ាងជាប់លាប់ចំពោះរបៀបវិរៈបន្ទាន់ទាំងអស់នៅក្នុងមហាសន្និបាត IPU នាពេលកន្លងមកជាពិសេសសេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងក្នុងអង្គមហាសន្និបាតថ្ងៃនេះក៏មិនបានបង្ហាញថាប្រទេសថៃត្រូវបានចាត់ឲ្យមានតួនាទីជាទីប្រឹក្សានោះទេសកម្មភាពរបស់គណៈប្រតិភូកម្ពុជានៅក្នុងមហាសន្និបាតសហភាពអន្តរសភាលើកទី151ត្រូវបានប្រព្រឹត្តទៅប្រកបដោយភាពថ្លៃថ្នូរនិងអនុលោមតាមគោលការណ៍តម្លាភាពវិជ្ជាជីវៈសុចរិតភាពនិងស្មោះត្រង់ជាមួយនឹងការបដិញ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចសហប្រតិបត្តិការពិតប្រាកដជាមួយគ្រប់ប្រទេសទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតជាសកលដើម្បីផលប្រយោជន៍នៃសហគមន៍អន្តរជាតិទាំងមូលថ្ងៃប្រហ័សពីកើតខែកដឹកឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569 Genèveថ្ងៃទី23 ខែតុលាឆ្នាំ2025